ការស្ដាប់នៃកំសត់ដល់លោកអស៊ីថាបាទចឹងនេះគឺជាចូលរួមស្ដាប់ទាំងអស់គ្នាបាទដូចមេបាក់ត្រត់មកលើលោកកាទឹកភ្នែកមេតានឹងកូនស្រកហូបាត់លោកទៅពុកកូនបសានល្អបាទរីករាយទស្សនានៃបទចម្រៀងដែលតែងដោយការបាត់បង់ទេពកោសល្យដែលជាពិធីករល្បីមួយរូបនៅក្នុងស្ថានីយទូរទស្សន៍ CTN My TV និង CNC បាទអញ្ចឹងនេះគឺជាបទចម្រៀងសម្រាប់អ្នកនិពន្ធដែលតែងជាបទចម្រៀងទៅដល់កូនកំព្រា3នាក់និងម្ដាយដែលមានអាយុ75ឆ្នាំបាទអញ្ចឹងពិតជាមានអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំងបាទអញ្ចឹងរីករាយទស្សនាស្ដាប់នៃវីដេអូមួយនេះបាទតោះអជ្រាអត់តគោខើរជាកូនកុំព្រៀបពុកម្ដាយស្លុតអារម្មណ៍បេះដូងស្លោស្លន់ឲ្យពឹងបាទចុះពេលតែអស់ពីឪពុកម្ដាយតើគ្នារស់នៅដើម្បីអ្វីបាទអញ្ចឹងនេះគឺជាបទចម្រៀងដែលបង្ហាញអារម្មណ៍ដែលឈឺចាប់បំផុតបាទតោះអ្នកណាបាត់អ្នកជំហររត់ត្រង់នៅតែជាអាយុ75ឆ្នាំគឺមិនអាចជួយបំរុងកូនកំព្រាទាំង3នាក់បានបាទតោះកូនស្រែកថាសុំបាវិញមករងចាំមនុស្សម្នាក់តាំងទៀនមេត្តាផ្ដោតស្ដីកាំងរណាជាទីជុំរងញាតិតែអោចិត្តអាសូរទួញសោកម្ដាយអើយមើលមករកកូនស្ងួនរងចាំមនុស្សម្នាក់នាមជាមេត្តាផ្ដោតក្ដីស្នេហាដល់ជាតិកក់ក្ដៅក្រែងលោកនៅឆ្ងាយមិនតន់បានលើព្រះអើយជួយឲ្យដំនឹងផងព្រឬមានតាំងទៀតត្រឹមចិត្តសូមលោកអាណិតជីវិតកូនខ្លួនដាក់ទៀតត្រឹមពីសំដីឆ្លើយឆ្លងទោះមកមិនតន់សុំលឺសំលេញាតិតែឡោចិត្តអាសូរទួញសោកម្ដាយអើយមើលមករកកូនស្ងួនញីរងចាំមនុស្សម្នាក់នាមជាមេត្តាផ្ដោតក្ដីស្នេហាដល់ភាពកក់ក្ដៅក្រែងលោក
នៅឆ្ងាយមិនទាន់បានលឺព្រះអើយជួយហើយឲ្យដំនឹងផងទុកក្រឬមានតាំងទៀតត្រឹមចិត្តសូមលោកអាណិតជីវិតក៏ខ្លួនដាក់ទៀនត្រឹមពីសំដីឆ្លើយមកទោះមកនឹកមិនតន់សុំលឺសំលេងយើងងាកមកមើលតារាចម្រៀងស្ទប់យុវចាស់បាទជាងលោកសងវិចាបាទអញ្ចឹងមកដល់ពេលនេះគឺគាត់មានជំងឺបាទគាត់ធ្លាក់ខ្លួនជាជនពិការនិងមិនអាចប្រកបអាជីពចម្រៀងរបស់ខ្លួនបានឡើយខណៈដែលពេលនេះមានជំងឺជិត2ឆ្នាំមកហើយរស់នៅដោយភាពពិការពឹងផ្អែកតែមុខរបររកគ្រឿងទេសបន្តិចបន្តួចនៅក្នុងផ្ទះរបស់ប្រពន្ធធ្វើឲ្យជីវភាពមានការខ្វះខាតរហូតលោកមិនបានបន្តទៅធ្វើចលនារាងកាយនៅមន្ទីរពេទ្យបន្តទៀតដោយគ្មានលទ្ធភាពបង់ថ្លៃពេទ្យបាទនេះគឺជាករណីដែលតារាជើងចាស់របស់យើងនឹងគឺគាត់ធ្លាក់ខ្លួនឈឺបាទអញ្ចឹងគាត់មិនអាចទៅប្រកបអាជីពចម្រៀងបានអញ្ចឹងតារាចម្រៀងក្នុងវ័យសតវត្សទី90រូបនេះបានតូចត្អែថាដោយគ្មានមុខរបរអ្វីក្រៅពីមុខរបរអាជីពតារាចម្រៀងគ្រួសារទាំងមូលបានពឹងផ្អែកលើលោកសម្រាប់ផ្គត់ផ្គង់សាលារៀនម្ហូបប្រចាំថ្ងៃរបស់លោកគ្រួសារប៉ុន្តែពេលនេះការរស់នៅមានការចុះថយព្រោះតែលោកបែរជាបង្គោលរបស់គ្រួសារបានផ្អាកខ្លួនពិការដោយសារតែជំងឺដាច់សរសៃខួរក្បាលអំឡុងឆ្នាំ2015បាទអញ្ចឹងលោកសួនសងវិចារបានដឹងថាមកដល់ពេលនេះស្ថានភាពរបស់លោកគឺមិនទាន់បានធូរស្រាលនៅឡើយទេព្រោះតែដៃខាងឆ្វេងមិនអាចកម្រើកលើកបានចំណែកអាជីពតែមួយគឺរំពឹងថានឹងជួយគ្រួសារឲ្យមានជីវភាពទូធាដូចមុននោះគឺស្ថានភាពរឹតតែលំបាកបន្ថែមទៀតក្រៅពីមិនអាចប្រកបមុខរបរដើម្បីចិញ្ចឹមជីវិតបានហើយលោកត្រូវចំណាយទៅលើថ្នាំពេទ្យដែលត្រូវចំណាយជាប្រចាំខែប្រមាណជា$500ទៅ$700សហរដ្ឋអាមេរិកក្នុងមួយខែលោកបានបញ្ជាក់ថាពីមុនដោយសារតែមានលទ្ធភាពព្រោះទទួលបានអំណោយពីបងប្អូនសប្បុរសជនទាំងឡាយទាំងក្នុងស្រុកនិងក្រៅស្រុកខ្ញុំបានទៅសម្រួលសរសៃភាសាពេទ្យគេថាធ្វើចលនាដោយក្នុង1ម៉ោងត្រូវបង់$15តែថ្ងៃនេះខ្ញុំមិនអាចទៅធ្វើទៀតទេព្រោះតែគ្មានលទ្ធភាពបង់ថ្លៃពេទ្យបាទគឺទៅពេទ្យគឺត្រូវតែធ្វើខ្សែធ្វើគឺត្រូវតែបង់ក្នុង1ម៉ោងគឺ$15បាទអញ្ចឹងលោកគ្មានលទ្ធភាពទេបាទបន្ថែមពីជំងឺបែបនេះកាលពី2ឆ្នាំមុនលោកសួនសងវិចារក៏បានមានជំងឺទឹកនោមផ្អែមបាទគាត់ថាមួយកម្រិតទៀតព្រោះស្ថានភាពនោះគឺស្ថិតក្នុងកម្រិតមួយដែលចាក់ថ្នាំអាស៊ូលីនដើម្បីការពារបាទបូករួមទាំងជំងឺនេះផងធ្វើឲ្យលោកត្រូវការថវិកាដើម្បីទិញថ្នាំទ្រទ្រង់ជីវិតទៀតផងបាទអញ្ចឹងនេះគឺជាហេតុផលដែលលោកបាននិយាយទាក់ទិននឹងបញ្ហានេះលោកបានសម្ដែងអារម្មណ៍សោកស្ដាយដែលធ្លាក់ខ្លួនពីការឈឺរហូតមកដល់សប្តាហ៍ថ្ងៃដើម្បីរកការងារមិនបានធ្វើចំណាយចំណូលត្រូវបានបាត់បង់តែមានលទ្ធភាពគ្រប់គ្រាន់សូម្បីតែទិញថ្នាំនិងការធ្វើចលនាបន្ថែមដើម្បីឲ្យជំងឺសរសៃទាញនោះវិលមករកសភាពធម្មតាវិញបានលោកបានបញ្ជាក់ថាខ្ញុំបានសាកល្បងហាត់ប្រាណច្រៀងជាប្រចាំដែរប៉ុន្តែច្រៀងមិនបានឆាប់ហត់បាទហើយប្រើពេលអឿនមិនពីរោះភ្លាមចំណែកខ្លួនមួយចំហៀងមិនទាន់អាចកម្រើកបានសូម្បីតែដើរក៏ដើរតិចយឺតសូមរឹកថាតារាចម្រៀងសំនៀងស្រទន់បទមនោសញ្ចេតនាលោកសងវិចារបានដួលដាច់ខ្សែខួរក្បាលដោយសារជំងឺលើសឈាមត្រូវបានក្រុមប្រឹក្សាដឹកបញ្ជូនទៅមន្ទីរពេទ្យជោរីបាទក្នុងខណ្ឌច្បារអំពើរាជធានីភ្នំពេញក្រោយមកបន្តទៅប្រទេសវៀតណាមរយៈពេលប្រហែលជា12ថ្ងៃធ្វើអាការៈជំងឺធូរស្រាលបន្តិចប៉ុន្តែរាងកាយមានសភាពទន់មួយចំហៀងខ្លួនចំណែកដៃឆ្វេងមិនអាចកម្រើករហូតមកដល់ពេលបច្ចុប្បន្នអញ្ចឹងលោកមានជំងឺនេះរយៈពេល2ឆ្នាំហើយអញ្ចឹង
ពីមុនគឺលោកបានជំនួយពីក្នុងស្រុកនិងក្រៅស្រុកតែឥឡូវគាត់មានជីវភាពរឹតតែខ្វះខាតជាងមុនគឺមិនអាចទៅធ្វើចលនាអញ្ចឹងបងប្អូនដែលបានដឹងហើយសូមអាចបរិច្ចាគដល់លោកសងវិចារជាប្រកាសដើម្បីឲ្យគាត់មានកម្លាំងចិត្តក្នុងការរស់នៅជាបន្តទៀតបាទសូមអរគុណសម្រាប់ព័ត៌មានសង្គមសិល្បៈបាទរីករាយទស្សនានៅវីដេអូថ្មីៗបាទរីករាយ Subscribe ដើម្បីទទួលព័ត៌មានជារៀងរាល់ថ្ងៃ